បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបដូរទឹកកូនក្អុកបាទកូនក្អុកនេះខ្លះដោះជើងក្រោយបងប្អូនបាទគឺមិនសូវជាច្រើនប្រមាណទេបងប្អូនបាទតែមាត់គូសមដែរបាទជាតិចតួចដែរទេបងប្អូនបាទព្រោះដោយសារវាធំឃើញមាត់ត្រូវនេះប្រហែលជា1000ឯជាងទេបងប្អូនបាទមិនសូវជាច្រើនទេសារយើងប្រកាសដបងគឺអត់សូវធ្លាក់ទេបាទដោយសារនេះគឺតង់នេះដបងគឺខ្ញុំដាក់មេពូជទៅបងប្អូនបាទដោយសារវាញាស់អត់ដឹងទៅក៏វាស្អុយទឹកទៅវាងាប់កូនក្អុកអស់ខ្លះដែរបាទដោយសារយើងដាក់អត់ទាន់មានអាងបាទយើងធ្វើអាងអត់ទាន់អញ្ចឹងក៏ដាក់នៅអាងប្រកាសនេះសិនបាទបន្តយើងប្រកាសបន្តយើងរំកិលបាទអាងរំកិលមេពូជទៅដាក់អាងផ្សេងទៀតដល់អញ្ចឹងទៅវាក៏អត់សូវបានល្អដោយសារវាទឹកវាស្អុយទៅយើងអត់ដឹងបាទយើងអត់បានបដូរទឹកមេពូជទៅក៏យើងអត់ដឹងបាទដល់ពេលយើងបដូរទៅឃើញបាទមានកូនក្អុកចឹងក៏វាហួសពេលហើយបាទទឹកស្អុយហើយចឹងក៏វាជាបទពិសោធន៍ថ្មីមួយទៀតដែរឥឡូវគឺខ្ញុំឈប់ដាក់នេះហើយគឺយើងបបែកមេពូជដាក់ផ្សេងបាទនៅត្រង់ទូចផ្សេងពេលយើងប្រកាសក្រោយនេះរៀងញាស់ច្រើនបងប្អូនបាទច្រើនបាទអាកាសធាតុក៏អំណោយផលដែរបងប្អូនពេលទូវាក្តៅបន្តិចមែនតែយើងបាំងដបបាំងអីទៅវាល្អជាងត្រជាក់បងប្អូនបាទវាល្អជាងអាកាសធាតុត្រជាក់មកកាលណាចុះត្រជាក់គឺកែបយើងវាអត់សូវស៊ីចំណីយើងការធំធាត់វាយឺតតែខែក្តៅនេះយើងទប់ស្កាត់តាកម្ដៅថ្ងៃខ្លះទៅគឺវាសុខភាពល្អទេបងប្អូនហើយវាធំធាត់លឿនទៀតបាទមកត្រង់នេះគឺយើងក៏ប្រកាសអត់សូវធ្លាក់ដែរដំបូងបាទយើងអត់បានប្រកាសទៀតទេដោយសាររវល់បាទយើងប្រកាសទៅពីត្រង់ខាងនោះហើយចឹងធ្លាក់ក្រាន់បាទធ្លាក់ច្រើនក្រាន់តែខាងនោះរៀងតិចដែរទេមិនសូវច្រើនទេត្រង់ដំបូងនោះក៏មិនសូវច្រើនដែរបងប្អូនបាទចឹងតទៅចូលខែ6អីបានយើងសបោកូនកែបខែ5បាទខែ5សបោហើយបាទផ្សារខ្ញុំប្រកាសនៅផ្ទះនោះបានខ្លះដែរចាប់ដើមចូលខែ5សបោបងប្អូនបាទចូលឆ្នាំហើយនេះបងប្អូនអាចរៀបចំអាងហើយទៅបាទខែ5យើងអាចដាក់ចិញ្ចឹមបានហើយខែពាក់កណ្ដាលខែ7ឬក៏ខែ8ហើយយើងអាចពាក់កណ្ដាលខែ7បាទជក់ពាក់កណ្ដាលខែ6ឬខែ7ហ្នឹងយើងអាចលក់សាច់បានហើយបាទហើយមានបងប្អូននៅខាងព្រៃវែងហ្នឹងគាត់មានកែបសាច់ប្រហែលជា200គីឡូដែរបើសិនជាបងប្អូនណាត្រូវការអាចតាក់ទងសាកសួរខ្ញុំបានបាទខ្ញុំនឹងឲ្យលេខតាក់ទងទៅគាត់បាទអរគុណច្រើនបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទខ្ញុំផ្លាស់ប្ដូរទឹកអង្កែបដោយសារវាឡើងស្លាយពេកបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ